mà chẳng dương trâu update luôn ai mà tham tiết chứ này còn dây âm pi bộ tây dương ngay tích cứ dương lực vì hạt Paul tại về cả ai thử bàn lấy dương màu vẫn cứ np là dương và ca track tiên video mà đã được tham lại hai ca track hai rư môi của dương ai nè môn p là dương tiên video đã nó dương và ca môn của bạn này và ca chẳng mấy cứ dương right click dương vô insert video track rư có insert audio track như châu ta insert button của bạn rồi gọi insert mình nói ní của bạn đấy cứ video track audio track cho dịch cho mắt control cq khơi video track mọi người mấy rút riêng khóc khía rồi viên audio trackនិង video track cứ video track cứ miền tài bà ở thế select bàn kêu cứ miền tài lấy riêng bà level hai năng tool mà nhận option cho bộ audio track cứ miền volumeនិង pan họcគ្នាតែប៉ុណ្្នឹងឯងយើងមើលតែខ្សែនេះទៅដឹងហើយចំពោះលេខរៀង track នេះគឺធម្មតា track កម្មវិធីណាឬកម្មវិធីណាគឺគេរាប់លេខរៀងកាលណាអាណត្តិការដំបូងគេលេខ1បន្ទាប់លេខ2លេខ3 4 5ដេញលោទាំងទៅហ្នឹងគាត់ជាលេខរៀងឯងយើងមិនបាច់ care ឯងបើតែចំពោះ track video និង audio ក៏យើងអាចយ៉ាងម៉េចគឺអាច rename ឈ្មោះឬ track name នេះប៊ូតុងបន្លោះនេះតែធ្វើម៉េចបានអាច rename បានយើងអាច right click យក rename ឬ F2 ឬក៏ click 2 ដង right click ទៅចាញ់ហើយញ៉ាំឲ្យ rename មក click 2 ដងក៏បានក៏ click ញាប់បន្តិចហើយយើងអាចដាក់ស្អីគេណា video background អញ្ចឹងយើងអាចបង្កើតផ្សេងគ្នាដូចនៅ video studio តើយើងដាក់លើយើងដាក់ថា video track ក្រុម overlay track ទី1 overlay track ទី2អញ្ចឹងយើង rename ព្រោះហេតុអីបើយើងមក rename ទេយើងអាចច្រឡំគ្នាអញ្ចឹងមក video studio គេដាក់ឲ្យយើងឲ្យហើយអាហ្នឹងសម្រាប់អីសម្រាប់អ្នកដែលមិនជំនាញខាងកាត់ក៏គាត់អាចយល់បានដែរមិនបាច់តតែជំនាញទេបើអ្នកជំនាញគេដឹងតែយល់ហើយគេចេះច្រើនប៉ុន្តែអ្នកអត់ជំនាញក៏មកដល់ក៏គឺអូលេណាអាហ្នឹងគងឃើញទេអូនេះ video track ធម្មតាអានេះ sound track voice track title track ឃើញទេ video studio យើងមានអញ្ចឹងបាទប៉ុន្តែដល់ឥឡូវនេះយើងចូលលក្ខណៈ professional ហើយគេលែងគិតហើយអញ្ចឹង track ប្រកាសមកកើតដឹងតែណានៅលើគងយល់បាទនៅ video studio អាគងឲ្យលើដោយសារអីដោយសារគេមានឈ្មោះហើយគេដាក់ថា video overlay មានន័យថាអា overlay នេះវាគងឲ្យទោះវានៅក្រោមក៏ដោយប៉ុន្តែ Vega អត់ទេមើលឲ្យហើយមានន័យថា track នេះមួយតិចទៅទាញដាក់ពីក្រោមថាគងអត់ទេណាបាទអត់ឃើញទេអត់ឃើញទេតិចទៅ rename នេះដាក់ overlay ក៏អត់ឃើញដែរតើទៅទាញ video ហ្នឹងយកទៅដាក់នៅខាងលើយើងឃើញគងហើយមានថាអ្វីដែលនៅខាងលើគងនេះសម្រាប់តែរូបឯងសំឡេងគងដែរតែយើងមើលមិនឃើញតែវាគងទេមានតែមើលមិនឃើញព្រោះសំឡេងវាជា voice អញ្ចឹងយើងគ្រាន់ស្ដាប់បានថាសំឡេងគឺលាយគ្នាវិញមានថាកាលណាយើង play ដាក់អញ្ចឹងវាលាយគ្នាច្បល់បាទស្ដាប់ទៅវាលឺពីរណាបាទហ្នឹងមានន័យចឹងវិញបើវីដេអូគង overlay យល់ទេណាយើងឃើញទេនេះបាទអញ្ចឹងនេះជាលក្ខណៈខុសគ្នាហើយយើងឃើញដល់ពេលយើងមក Vegas យើងគ្រាន់ចុចបន្តិចប៉ុណ្ណឹងយើងឃើញយើងស្រួលជាង video studio ហើយចង់កាត់ចង់អីគេទាញតែប៉ុណ្្នេះមកកាត់ហើយយើងមិនបាច់ចុចលើនឹងហើយទៅមានអីណា trim អីណាលើនេះអត់ទេបាទអញ្ចឹងវាស្រួលនេះចង់កាត់ឲ្យទាញតែប៉ុណ្្នេះមកបាទអាចច្រើនតែ logo ទេតែគង karaoke ព័ត៌មានបានគងច្រើនបាទព័ត៌មានរូបច្រើនគងច្រើនបាទហើយបើសិនជាទទួលព័ត៌មានវាមានឧទាហរណ៍ដូច post CTN អីគេដាក់ច្រើនណាមាន logo មួយបាទអានេះផ្សាយពី logo គេហៅ sponsor មួយអក្សរ background មួយ background ហ្នឹងមួយ background ខាងក្រោម Q ហ្នឹងហើយបាទអក្សររត់កាត់ background មួយទៀតគេរាប់ទៅប៉ុន្មានហើយ4ណាហើយជួនកាលមាន exchange បដូរប្រាក់ឬក៏ rate របស់បានពាក្យហ៊ុនបាទសាគោឲ្យទៀតមិនជួនកាលទៅមាន line AMS បាទ line AMS គេដាក់ផ្សេងបាទអក្សររត់ផ្សាយពីក្រុមហ៊ុនអីចឹងទៅអានោះវាច្រើន
ហើយដើម្បី design អាម្ដុំហ្នឹងបានត្រូវគងហើយគងហ្នឹងអត់មានឲ្យច្រឡោកច្រឡំទេមានរបៀបមានរបបរបស់គេក្នុងការគងអញ្ចឹងវាច្រើនយ៉ាងអូខេអញ្ចឹងយើងបានឃើញពីការបង្កើត track ហើយគ្រាន់តែថាមិនទាន់លម្អិតថា track នឹងធ្វើការអីខ្លះហើយអញ្ចឹងអានេះខ្ញុំបញ្យល់ពី interface ហើយអញ្ចឹងអានេះគេហៅថា timeline ដែលយើងដឹងហើយណាយើងចង់ delete track គឺយើង right click យក delete track បាទហើយខាងលើនេះគឺ monitor ណាបាទ monitor preview មានប៊ូតុង play មានអីហ្នឹងដូចយើងធម្មតាអញ្ចឹងបាទVega play បដាធ្វើការបដាបានអត់មានប្របាក់ណាហើយយើងចង់ទាញអញ្ចឹងអត់មានចាំ stop សិនទេបាទដូច Vega វាមាន sound force វាមួយដែរមាន acid មានអីដែរប៉ុន្តែពេលដែលគេកាត់សំឡេងគេ play បដាគេ edit បដាគេលេង effect ពីក្រោមបដាអ្នកជំនាញគេអត់មានចាំ stop ចេះសិនទេចាំដាក់ effect ឲ្យ play ទៀតទេអត់ទេគេ play អញ្ចឹងកន្លែងណាស្ទើគេតម្លើងតម្លាក់តាមក្រោយរហូតអញ្ចឹងមិនព្រោះឥឡូវប៉ុស្តិ៍ទូកើតច្រើនអញ្ចឹងតម្រូវការរឿងតម្រូវការព័ត៌មានចាក់ផ្សាយវាកើនទ្វេដងបាទអញ្ចឹងយើងបកមកវិញអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមបញ្យល់លម្អិតបាទខ្លះតាក់ទងទៅនឹងកម្មវិធីគឺរបៀបប្រើឥឡូវនេះខ្ញុំរបៀបប្រើ Explorer មុនណា Project Media យើងអាចដឹងហើយយើងចង់ចុច play យើងក៏ play នេះទៅឬមួយក៏យើង auto play មានន័យថាកាលណាយើង click លើ clip ណាវា play clip ហ្នឹង play នៅលើផ្នែក trim នេះណានេះគេហៅថា auto play យើងចុចលើ clip ណា play clip ហ្នឹងប៉ុន្តែនេះជាការងារនៅលើ project ទេបើសិនជាយើងចង់ទាញពីក្រៅមកយើងចូល Explorer ដោយករណីនេះអញ្ចឹងយើងមិនទាន់ទាញចូលក្នុង project យើងនៅជា Explorer នៅឡើយគឺយើងចង់ play ក៏ត្រូវចុចប៊ូតុងហ្នឹងដែរតែបើយើង auto play យើងចុចលើ clip ណាគឺ play clip ហ្នឹងហើយយើងពេញចិត្តគឺយើងទាញខ្ញុំដាក់លើ timeline ឬមួយក៏យើងទាញមកដាក់អីគឺយើងទាញមកដាក់នៅលើ trim